សូមឲ្យពិនិត្យមើលរឿងការនាំចូលទំនិញនិងការចែកចាយទំនិញការអនុវត្តទៅលើការចុះឆែកនិងចាប់ទំនិញឧបពន្ធខុសច្បាប់ការនាំចូលទំនិញពីថៃដែលខុសច្បាប់សូមឲ្យពិនិត្យមើលពាក់ព័ន្ធជាមួយនឹងទី1ត្រូវអនុវត្តឲ្យអនុលោមតាមច្បាប់ទៅមានស្ថាប័នពាក់ព័ន្ធចូលរួមទៅមានគយមានស្អីឲ្យដឹងរឿងដើម្បីបញ្ជាក់បាទពួកទំនិញដែលមកខុសច្បាប់ទំនិញដែលមកមានច្បាប់អានឹងទៅចែកឲ្យច្បាស់មិនថាមកពីប្រទេសណាទេហើយទំនិញខុសច្បាប់គឺវាខុសហើយមិនថាមកពីវៀតណាមមកពីអីដែលអត់បង់ពន្ធអានឹងវាកិច្ចពន្ធហើយទំនិញមកពីថៃត្រូវបញ្ជាក់មើលវាមានមុខទំនិញស្អីខ្លះដែលជាប់នៅក្នុងហាមឃាត់ហើយចូលតាមច្រកហាមឃាត់ទោះបីជាមានការលំបាកក្នុងការបញ្ជាក់ពេលខ្លះច្រកហ្នឹងក៏ដោយប៉ុន្តែយើងអាចថាទំនិញប្រភេទនៃការហាមឃាត់យើងដឹងហើយមានបន្លែឈើមានពេញអ៊ីនធឺណិតស្អីចឹងហើយសូមឲ្យពង្រឹងទៅតាមច្រកដើមខ្សែនិងស្ថាប័នគយច្រកតាមដើមខ្សែនៅច្រកព្រំដែនត្រួតពិនិត្យការបង់ពន្ធស្អីតាមច្រកចល័តហើយជាពិសេសនៅឃ្លាំងធំដល់ឡែកនៅមើលកន្លែងប្រជាពលរដ្ឋលក់រាយលក់អីនេះគឺសូមឲ្យពិនិត្យឲ្យបានច្បាស់ប្រយ័ត្នប៉ះពាល់ទៅដល់បងប្អូនអនុវត្តលើសគោលការណ៍ជាពិសេសត្រួតពិនិត្យតាមដើមខ្សែចល័តបូកជាមួយនឹងឃ្លាំងធំចែកចាយអានឹងជាការយកចិត្តទុកដាក់ទៅលើចំណុចទាំងអស់នេះបាទសម្រាប់ប្រកែបទំនិញនឹងដល់ឡែកខ្ញុំបញ្ជាក់ម្ដងទៀតចំពោះការលក់រាយសម្រាប់បងប្អូននៅពីនោះសូមឲ្យធ្វើប្រយ័ត្នប្រយែងបាទព្រោះនឹងប៉ះពាល់ច្រើនទៅដល់ប្រជាពលរដ្ឋភាគច្រើនគាត់យកពីគេមកដែរអត់ដឹងថានឹងបោះស្អីទេហើយសូមឲ្យមានការចូលរួមស្រួលពីសមាជិកពាក់ព័ន្ធចឹងសូមជូនទៅឲ្យឯកឧត្តមលោកជំទាវអបាលគណៈអបាលខេត្តរាជធានីហើយដំកែនយុឋានកយរដ្ឋកហើយក្រសួងស្ថាប័នពាក់ព័ន្ធដែលអាចមានសមាជិកក្នុងនឹងសូមធ្វើការស្រួលបួលការគ្រប់គ្រងការរត់ពន្ធរឿងមួយហើយការកាត់បន្ថយការប៉ះពាល់ទៅដល់ប្រជាពលរដ្ឋដែលលោកអត់ដឹងរឿងអីគឺជារឿងមួយទៀតសូមអនុវត្តបានច្បាស់លាស់